វីដេអូនេះខ្ញុំសូមចង់និយាយពីតកតងនឹងពេលវេលាដែលយើងរស់នៅតើអ្នកទាំងអស់គ្នាធ្លាប់គិតថាតើអ្នកទាំងអស់គ្នាអាចនឹងមានពេលវេលារស់នៅដោយអ្វីដែលអ្នកទាំងអស់គ្នាបានគិតអត់អ្នកខ្លះគិតថាខ្លួនឯងនឹងអាចរស់នៅរហូតដល់អាយុ100ឆ្នាំ90ឆ្នាំឬក៏80ឆ្នាំតើអ្នកទាំងអស់គ្នាមើលពីជ្រុងមួយទៀតតើអ្នកទាំងអស់គ្នាគិតថាតើអ្នកទាំងអស់គ្នានឹងអាចសម្រេចនៅអាយុជីវិតឆាកជីវិតខ្លួនឯងដែលបន្តការរស់នៅបានអត់ចង់ថារឿងដែលយើងរស់នៅឬក៏យើងរឿងដែលយើងមិនរស់នៅគឺយើងអត់អាចកំណត់បានទេថាខ្ញុំគួរតែនៅដល់អាយុ100ឆ្នាំ100ជាងអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាគិតពីបញ្ហាហ្នឹងណាអ្នកទាំងអស់គ្នាគិតថាជីវិតហេតុអីក៏លឿនឬក៏ខ្លីយ៉ាងនេះនៅពេលដែលយើងសម្លឹងមើលពីមនុស្សខាងក្រៅសង្គមខាងក្រៅមិនគួរណាអាយុប៉ុណ្ណឹងលែងបានឃើញពិភពលោកមួយនឹងអ្នកទាំងអស់គ្នានៅពេលដែលសម្លឹងពីជ្រុងមួយទៀតទៅអ្នកទាំងអស់គ្នានឹងគិតបានយល់ថាឆាកជីវិតរបស់យើងគឺអត់អាចទៅអ្វីដែលយើងបានគិតទេថាខ្ញុំគួរតែរស់នៅដល់អាយុប៉ុណ្ណេះ100ឆ្នាំឬក៏80ឆ្នាំហើយអ្នកទាំងអស់គ្នាធ្លាប់ឮពាក្យមួយឃ្លាថាការរស់នៅទាំងអស់គឺវាអត់សុទ្ធតែជារឿងដែលសប្បាយរីករាយរហូតទេអ្នកទាំងអស់គ្នាត្រូវតែដឹងថាជីវិតរបស់យើងកាត់មកគឺមានសុខទុក្ខលាយឡំគ្នាថ្ងៃនេះអ្នកទាំងអស់គ្នានឹងអាចសប្បាយចិត្តថ្ងៃស្អែកអ្នកទាំងអស់គ្នានឹងអាចកើតទុក្ខយំទុក្ខសោកព្រួយអញ្ចឹងហើយការជួបជុំគ្នាទាំងអស់មិនប្រកាសថាគឺជាការជួបជុំលើកដំបូងទេពេលខ្លះការជួបជុំទាំងអស់អាចជាការជួបជុំគ្នាលើកចុងក្រោយក៏ថាបានពេលថ្ងៃហ្នឹងអ្នកទាំងអស់គ្នាជួបជុំគ្នាទៅពេលអ្នកទាំងអស់គ្នាអាចនឹងបើកផ្នែកឡើងអ្នកទាំងអស់គ្នានឹងមិនអាចជួបជុំមនុស្សដែលអ្នកទាំងអស់គ្នាថានឹងអាចជួបជុំគាត់លើកទី2ឬក៏លើកទី3ម្ដងទៀតបានទេចឹងហើយសពបញ្ជាក់ថានៅពេលដែលយើងមើលពីជ្រុងមួយទូទៅអ្នកទាំងអស់គ្នានឹងគិតថាពេលវេលាអ្នកទាំងអស់គ្នាពិតជាខ្លីមែនតើយើងអាចប៉ានស្មានថាតើអ្នកទាំងអស់គ្នាអាចនឹងមើលឃើញពិភពលោកនេះរហូតដល់ថ្ងៃស្អែកបានអត់អ្នកខ្លះអ្នកទាំងអស់គ្នានៅពេលដែលគិតដល់ពីរឿងចំណុចហ្នឹងអ្នកទាំងអស់គ្នានឹងបានដឹងហើយថាជីវិតរបស់យើងគឺពិតជាផុយងាយស្រួលបាក់បែកមែនតើអ្នកខ្លះគាត់ដោយសារជំងឺអ្នកខ្លះទៅគាត់អត់មានជំងឺអ្នកទាំងអស់គ្នាធ្លាប់ឮពាក្យថាយើងកាត់មកអត់ដឹងថាពេលណាយើងកាត់មកអញ្ចឹងនៅពេលដែលយើងទៅវិញក៏យើងអត់ដឹងថាពេលណាដែលយើងត្រូវទៅវិញដែរធ្លាប់ឮគេនិយាយថាសាច់លើព្រំលិខិតជីវិតរបស់យើងអាចកំណត់ថាវាត្រូវទៅនៅដល់100ជាងឬក៏90ឆ្នាំឬក៏80ឆ្នាំដោយអ្វីដែលអ្នកទាំងអស់គ្នាគិតទេបើសិនបើមើលគិតមកជ្រុងហ្នឹងហើយតើការគិតរបស់អ្នកទាំងអស់គ្នានឹងបង្វែរមកគិតបែបណាអ្នកទាំងអស់គ្នាពេលអ្នកខ្លះគាត់រងចាំដល់អាយុប៉ុណ្ណេះបានធ្វើរឿងនេះបានរងចាំដល់អាយុប៉ុណ្ណេះតាមយើងសុបាយរីករាយឈប់កាត់ទុកឈប់ stress អ្នកទាំងអស់គ្នាគឺវាអត់បានដូចអ្វីដែលអ្នកទាំងអស់គ្នាគិតក្រុមទុកបែបហ្នឹងហើយពេលខ្លះអ្នកទាំងអស់គ្នាពងសាយសុបាយសុខស្រាប់តែភ្ញាក់ឡើងបាត់បើកភ្នែកឡើងអ្នកទាំងអស់គ្នាអាចនឹងមានរឿងកើតទុកដោយសារសាច់ញាតិឬក៏នរណាម្នាក់គឺគាត់លែងបាននៅលើពិភពលោកមួយនេះអញ្ចឹងហើយអ្នកទាំងអស់គ្នាគណៈពេលណាទាំងអស់អ្នកទាំងអស់គ្នាត្រូវតែត្រៀមធ្វើចិត្តថាត្រូវទទួលស្គាល់ថាជីវិតរបស់យើងគឺវាងាយនឹងបាក់បែកងាយនឹងពុកផុយសួរហ្មងអ្នកទាំងអស់អ្នកខ្លះគឺគាត់ជាមនុស្សល្អជាមនុស្សអត់ដែលចំណាយឈ្នានីគេជាមនុស្សដែលដឹងគុណឪពុកម្ដាយស្រឡាញ់បងប្អូនប៉ុន្តែសុកចាប់តែថ្ងៃមួយគាត់លែងមានវត្តមាននៅលើលោកមួយនេះតែអ្នកទាំងអស់គ្នាអាចនឹងធ្វើចិត្តបានអត់
អ្នកខ្លះគាត់ធ្វើចិត្តបានប៉ុន្តែអ្នកខ្លះគឺគាត់បាត់បង់មនុស្សដែលគាត់ស្រឡាញ់មិនថាក្រុមគ្រួសារពុកញាតិមិត្តបងប្អូនដែលស្រឡាញ់គ្រប់គាត់គឺគាត់អត់ត្រៀមចិត្តទទួលយកបានប៉ុន្តែអ្នកទាំងអស់គ្នាត្រូវគិតថាពេលវេលាអាចនឹងបន្សាបរឿងរ៉ាវផ្សេងយូរទៅចង់ថាមុនវងទៅយើងអត់អាចធ្វើចិត្តបានប៉ុន្តែពេលវេលាអាចបន្សាបចិត្តយើងឲ្យរសាយម្ដងបន្តិចហើយមួយទៀតអ្នកទាំងអស់គ្នាត្រូវទទួលស្គាល់រឿងហ្នឹងថាជីវិតរបស់យើងមនុស្សរបស់យើងគឺមិនទៀងទេអ្នកទាំងអស់គ្នាធ្លាប់ឮគេនិយាយបែបហ្នឹងហើយថាជីវិតរបស់មនុស្សរបស់យើងមិនទៀងទេថ្ងៃនេះយើងអាចនឹងបើកភ្នែកមានខ្យល់ដកដង្ហើមចេញចូលថ្ងៃស្អែកយើងអត់អាចមានខ្យល់ដង្ហើមចេញចូលក៏យើងអត់ដឹងថាត្រូវធ្វើម៉េចព្រោះបើជីវិតរបស់យើងគឺកាត់មកមានតែប៉ុណ្្នឹងហើយដកដង្ហើមចេញដកដង្ហើមចូលមានថាយើងនៅរស់នៅពេលដែលយើងបើពេលដងថ្ងៃស្អែកយើងលែងមានដង្ហើមដកចេញចូលមានថាយើងគឺចាក់ចេញពីពិភពលោកមួយនេះហើយអញ្ចឹងហើយគ្រប់វិនាទីគ្រប់ថ្ងៃខែគ្រប់ឆ្នាំដែលយើងបានធ្វើវាអ្នកទាំងអស់គ្នាត្រូវធ្វើវាអស់ពីចិត្តអ្នកខ្លះគាត់ចង់ថាគាត់ចង់ថាគាត់ទុកសោករឿងខ្លះគឺគាត់ទុកសោកគាត់អត់ដែលសប្បាយចិត្តទេអ្នកទាំងអស់គ្នាដែលធ្លាប់គិតថាហេតុអីបានខ្លួនឯងអត់សប្បាយចិត្តព្រោះរឿងអីបញ្ហាអីគ្រប់ដំណោះស្រាយបញ្ហាគឺសុទ្ធតែអាចដោះស្រាយបានហេតុអីអ្នកទាំងអស់គ្នាព្យាយាមរកវិធីដោះស្រាយប៉ុន្តែអ្នកខ្លះទៀតគឺគាត់អង្គុយតែ stress អត់ដោះស្រាយចំណុចមួយដែលខ្ញុំចង់និយាយនៅពេលដែលអ្នកទាំងអស់គ្នាមានបញ្ហាអ្នកទាំងអស់គ្នាអង្គុយបិទភ្នែកមើលនៅគណៈពេលមួយអង្គុយគណៈពេលដែលអ្នកទាំងអស់គ្នាបិទភ្នែកមើលពីបញ្ហារបស់វាអ្នកទាំងអស់គ្នានឹងទទួលបានអារម្មណ៍ថាអ្នកទាំងអស់គ្នាមានអារម្មណ៍ថាធូរស្បើយបញ្ហាគឺវាកើតមកដើម្បីឲ្យយើងដោះស្រាយពេលខ្លះអ្នកទាំងអស់គ្នាអត់បានដោះស្រាយវាប៉ុន្តែអ្នកទាំងអស់គ្នាអង្គុយ stress អង្គុយបាក់ចិត្តមិនបានជាបញ្ហាអស់នឹងកើតមកលើខ្ញុំមិនបានជាអ្នកផ្សេងគេសប្បាយរីករាយចំណែកខ្ញុំមានទុក្ខសោករហូតវាគឺជារសជាតិជីវិតអ្នកទាំងអស់គ្នាដែលធ្លាប់លំបាកធ្លាប់អីគឺយកពីពាក្យហ្នឹងវាគឺជារសជាតិជីវិតបើជីវិតរបស់យើងគឺសប្បាយ happy រហូតអានឹងគេមិនហៅរសជាតិជីវិតទេជីវិតរបស់យើងមានផ្អែមល្វីងជូរចត់ការលំបាកភាពស្នុកសុខស្រួលគឺវាមិនបញ្ចូលគ្នាទាំងអស់ចឹងហើយយើងកើតមកគួរតែសប្បាយចិត្តនៅពេលដែលយើងមានរឿងទាំងអស់ហ្នឹងព្រោះនៅពេលដែលយើងចាក់ចេញពីពិភពលោកមួយនេះទៅយើងនៅពេលដំណាក់កាលចុងក្រោយខ្ញុំបានឆ្លងកាត់ជីវិតដែលលំបាកជីវិតដែលតស៊ូជីវិតមានភាពរីករាយជីវិតការទុកអ្នកទាំងអស់គ្នាគឺស្គាល់រសជាតិចឹងហើយអ្នកទាំងអស់គ្នាត្រូវកុំបន្ទោសខ្លួនឯងថាមិនបានខ្ញុំកើតមកមានតែទុកសោកវ័យរបស់ខ្ញុំជាវ័យដែលត្រូវសប្បាយរីករាយមកគេសប្បាយរីករាយហេតុអីវ័យខ្ញុំដូចគេដែរមិនបានជាទុកសោកអ្នកទាំងអស់គ្នាត្រូវតែដឹងថានេះគឺជារសជាតិជីវិតគឺយើងត្រូវមិនបញ្ចូលគ្នាទាំងអស់អត់មានណាគេជាផុសទេពេលខ្លះយើងសប្បាយទុកសោកគេមានទុកសោករឿងផ្សេងយើងមានទុកសោករឿងផ្សេងគឺយើងអត់អាចកំណត់ថាអ្នកឯងត្រូវតែសប្បាយរហូតអ្នកឯងត្រូវតែកើតទុករហូតណាមានពេលមួយថ្ងៃមួយក៏យើងមានពេលសប្បាយរីករាយរបស់យើងគឺវាសេតថ្ងៃឲ្យសំខាន់អ្នកទាំងអស់គ្នាត្រូវចេះបែងចែកឬក៏ចាប់យកវាអត់ភាពសប្បាយរីករាយនឹងឬក៏អ្នកទាំងអស់គ្នាចាប់យកតែភាពទុកសោកទុកព្រួយដាក់នៅក្នុងជីវិតអ្នកទាំងអស់គ្នាចាំថានៅពេលដែលអ្នកទាំងអស់គ្នាធ្វើបែបហ្នឹងអញ្ចឹងមានថាអ្នកទាំងអស់គ្នាអត់ចេះចង់ថារស់រានមានជីវិតទេព្រោះអ្នកទាំងអស់គ្នាគិតតាមទុកជីវិតគឺជាទុកព្រួយទុកសោកអ្នកទាំងអស់គ្នាអត់មានភាពរីករាយគិតថាជីវិតក៏មានភាពរីករាយដែរជីវិតអ្នកទាំងអស់គ្នាខ្លីនៅពេលដែលអ្នកទាំងអស់គ្នារវល់តែទុកសោកទុកព្រួយតែអ្នកទាំងអស់គ្នាមានពេលណារីករាយ